1 ចំពោះគ្រប់ x ជារបស់ពិតស្រ័យថាតម្លៃលេខខាតនៃ a ក x បូក b sin x តូចជាងឬស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េមកឥឡូវយើងមកមើលការដោះស្រាយទាំងអស់គ្នានេះជាលំហាត់សិប្បកម្មអ្នកដែលចង់រៀនអាចរៀនបានមកទី1ដំណោះស្រាយមកស្រាយថាតម្លៃលេខខាតនៃ a កុស x បូក b sin x តូចជាងឬស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េមកដើម្បីដោះស្រាយលំហាត់នេះបានទី1យើងធ្វើការតាំងយើងរៀនហើយអីមេរៀន vector អញ្ចឹងឲ្យធ្វើការតាំង vector អុយស្មើនឹង coordinate AB ហើយ vector y ស្មើនឹង coordinate cos x sin x ហើយមួយទៀតគឺតាំងតាមួយហ្នឹងគឺជាមុំផ្គុំរវាង vector ទាំងពីរអញ្ចឹងលក្ខខណ្ឌរបស់វាដោយសារតាជាមុំផ្គុំរវាង vector ទាំងពីរហើយ vector ទាំងពីរហ្នឹងវាស្ថិតនៅក្នុងតម្លៃ cosin អញ្ចឹងលក្ខខណ្ឌរបស់វាគឺតាគឺស្ថិតនៅចន្លោះពីដក1តជាងឬស្មើស្ថិតនៅចន្លោះដក1រហូតមកដល់1មកអញ្ចឹងយើងប្រើរូបមន្តរបស់យើងមករូបមន្តហត្ថទី11តាមរូបមន្តផលគុណស្កាលា vector អុយស្កាលា vector y ស្មើនឹងតម្លៃស្មើនឹង norm vector អុយស្កាលា norm vector y គុណឲ្យ cos theta អញ្ចឹងធ្វើការទាញមក cos theta ហ្នឹងស្មើ vector អុយស្កាលា vector y ចែកឲ្យតម្លៃលេខខាតនៃ vector អុយគុណនឹងតម្លៃលេខខាតនៃ vector y មកចេញស្រង់សមត្ថកម្មមកឥឡូវយើងធ្វើការរក norm vector អុយឬក៏ប្រវែងនៃ vector អុយស្មើនឹងឬការ៉េនៃ a ការ៉េបូក b ការ៉េហើយប្រវែងឬក៏ norm នៃ vector y មួយហ្នឹងគឺស្មើនឹងឬការ៉េនៃ cos ការ៉េ x បូក sin ការ៉េ x ស្មើ1អូខេចេញធ្វើការចំនួនមកនាំឲ្យគេទាញបាន cos theta ស្មើនឹង coordinate AB គុណឲ្យ coordinate cos x sin x នៅលើ1គុណឲ្យឬក៏ប៉ុណ្ណឹងគឺនៅតាមដដែលអញ្ចឹងស្មើនឹង a ការ៉េបូក b ការ៉េតែប៉ុន្តែលក្ខខណ្ឌរបស់យើងមកយើងដឹងហើយដក1ហ្នឹងគឺស្ថិតនៅចន្លោះពី cos theta រហូតមកដល់1អញ្ចឹងដក1តជាងឬស្មើ cos theta តជាងឬស្មើ1ហ្នឹងគឺវាស្មើនឹងតម្លៃដាច់ខាតនៃ cos theta ហ្នឹងស្មើនឹងតម្លៃដាច់ខាតនៃ cos theta ហ្នឹងតជាងឬស្មើ1យល់ទេ
បាទតជាងស្មើ1ចេញធ្វើការជំនួសមកយើងជំនួសកូដ data ចូលមកចឹងa ករណី ab គុណឲ្យករណី cos x sin x ចឹងពលាតយកមកធាតុដែលដូចគ្នាគុណគ្នាចឹងយើងបានតម្លៃដូចខាតនៅ a cos x ធាតុដូចគ្នាគុណគ្នាបូកឲ្យ b sin x នៅលើតម្លៃដូចខាតនៃរីក a ការ៉េបូក b ការ៉េតូចជាងឬស្មើ1ចេះយើងក៏វត្តភាគបាយហ្នឹងមកអង្គទី2មកចង់បានតម្លៃដូចខាតនៃ a cos x បូក b sin x តូចជាងឬស្មើពេលយើងក៏វត្តមកវាគុណមួយចឹងយើងអាចលុបវាបានដោយសារវាវិជ្ជមានហើយបើវិជ្ជមានយើងអាចលុបតម្លៃដូចខាតបានចឹងបាន a ការ៉េបូក b ការ៉េចឹងពិតខ្លាំងណាស់ការស្រាយបញ្ជាក់របស់យើងគឺចប់ត្រឹមប៉ុណ្ណឹងដោយប្រធានដើមវិញនេះសូមអរគុណ